បាញ់ត្រាំងអំបិលម្ទេសឃើញត្រែនគេយកបាញ់ត្រាំងយកមកជ្រលក់ទឹកបងប្អូនហើយជ្រលក់ទឹកឲ្យគេញ៉ាំអាវាថាទាំងក្រាស់អញ្ចឹងមកហ្មងគេថារសជាតិឆ្ងាញ់ឥឡូវខ្ញុំមកសាកសិនបងប្អូនយើងជ្រលក់ទឹកវាថាធ្វើមិនឲ្យសប់អញ្ចេះនេះអូយណែអូយបងប្អូនអានេះធ្វើទាំងដុំចេះឲ្យកាត់ចែកគ្នាញ៉ាំបានម្ទេសបាញ់ត្រាំងរបស់យើងនេះគឺបានហើយបងប្អូនអានេះបន្ទាប់ពីយើងដាក់ទឹកហើយអញ្ចឹងយើងទុកវាចោលមកផ្លែតទេដើម្បីឲ្យវានឹងរៀងស្រស់ទឹកឲ្យវាចូលអាដល់ថាស្នូលវាខាងក្នុងឲ្យតុនអញ្ចឹងណាយើងមកធ្វើអំបិលម្ទេសជ្រលក់ជាមួយនឹងបាញ់ត្រាំងយើងណាខ្ញុំប្រើអំបិលគ្រួសរបស់ខ្មែរស្ករសក្រូចឆ្មាវ៉ាអូយខ្ញុំដាក់នេះចង់រៀងក្រាស់ពេកទេបងប្អូនទៅអស់អញឲ្យធ្វើមួយថ្ងៃខំធ្វើគ្រឿងណាមួយថ្ងៃហើយក្រូចឆ្មាមានតែមួយចំណិតទៀតអូយយើងធ្វើគ្រឿងម្សៅទៀតណាបើដាក់នេះដល់បែកទៀតហើយអញ្ចឹងដូរដាក់ទូចនេះវិញ